ក្នុងពេលបច្ចុប្បន្ននេះវិស័យយោធារបស់អ៊ីរ៉ង់បានវិវត្តទៅជាកម្លាំងមួយដែលមិនអាចមើលរំលងបាននៅក្នុងតំបន់មជ្ឈិមបូព៌ាទោះបីជាស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនទសវត្សរ៍ក៏ដោយអ៊ីរ៉ង់បានផ្ដោតលើការអភិវឌ្ឍយុទ្ធសាស្ត្រសង្គ្រាមអសាមញ្ញនិងបច្ចេកវិទ្យាដែលខ្លួនអាចផលិតបានក្នុងស្រុកនេះគឺជាវិស័យយោធាសំខាន់ៗរបស់អ៊ីរ៉ង់ទាំង6មួយកម្មវិធីមីស៊ីលប៉ាឡេស្ទីកនិងមីស៊ីលគ្រូសនេះគឺជាគ្រឿងអលង្ការនៃអំណាចយោធារបស់អ៊ីរ៉ង់មានឃ្លាំងផ្ទុកមីស៊ីលធំជាងគេបំផុតនៅមជ្ឈិមបូព៌ាដូចជាមីស៊ីលល្បឿនលឿនជាងសំឡេងឬ Hypersonic Missile អ៊ីរ៉ង់បានបង្ហាញមោទនភាពចំពោះមីស៊ីល Fatas-1 និង Fatas-2 ដែលអះអាងថាអាចហោះក្នុងល្បឿនលឿនជាងសំឡេងខ្លាំងនិងអាចគេចផុតពីប្រព័ន្ធការពារអាកាសទំនើបចំពោះចម្ងាយបាញ់មីស៊ីលរបស់អ៊ីរ៉ង់ដូចជា Siri Karamza និង Zahab-3 អាចបាញ់បានចម្ងាយរហូតដល់ 2000 គីឡូម៉ែត្រដែលអាចទៅដល់អ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់និងភាពសុក្រិតក្នុងពេលបច្ចុប្បន្នបច្ចេកវិទ្យាណែនាំផ្លូវរបស់អ៊ីរ៉ង់បានធ្វើឲ្យមីស៊ីលរបស់ពួកគេមានកម្រិតលំអៀងតិចតួចបំផុតទី2ជនហោះគ្មានមនុស្សបើកឬ drone អ៊ីរ៉ង់បានក្លាយជាមហាអំណាច drone កម្រិតសកល drone របស់អ៊ីរ៉ង់មានតម្លៃថោកប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងសមរភូមិដូចជាសាន136ឬ131ឬហៅថា Kamikaze drones ត្រូវបានគេស្គាល់ថាជា drone អត្តឃាតដែលពិបាកក្នុងការចាំសញ្ញាតាមរ៉ាដានិងអាចវាយប្រហារជាហ្វូង Mohajer និង Ababil ជាប្រភេទ drone ស៊ើបការនិងវាយប្រហារដែលមានសមត្ថភាពបាញ់មីស៊ីលពីលើអាកាសនិងចំពោះការនាំចេញក្នុងពេលបច្ចុប្បន្ន drone របស់អ៊ីរ៉ង់មិនត្រឹមតែក្នុងស្រុកទេប៉ុន្តែត្រូវបាននាំចេញនិងប្រើប្រាស់ក្នុងចំនួនធំជាច្រើនលើពិភពលោកទី3បណ្ដាញសម្ព័ន្ធមិត្តយុទ្ធសាស្ត្រនេះគឺជាអំណាចទន់និងរឹងដែលអ៊ីរ៉ង់ប្រើដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនអ៊ីរ៉ង់គាំទ្រដល់ក្រុមប្រដាប់អាវុធជាច្រើនដូចជា Hezbollah នៅលីបង់ Houthi នៅយេម៉ែននិងក្រុមជីវពលក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីក្រុមទាំងនេះដើរតួជាខែលការពារជួរមុខរបស់អ៊ីរ៉ង់ដែលអាចវាយប្រហារសត្រូវពីចម្ងាយដោយមិនចាំបាច់ឲ្យអ៊ីរ៉ង់ចេញមុខដោយផ្ទាល់ទី4កងទ័ពជើងទឹកនិងការគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រជើងទឹករបស់អ៊ីរ៉ង់ផ្ដោតលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកចំពោះទូកល្បឿនលឿនអ៊ីរ៉ង់ប្រើប្រាស់ទូកតូចៗរាប់រយគ្រឿងបំពាក់ដោយមីស៊ីលប្រឆាំងនាវាដើម្បីវាយប្រហារនាវាចម្បាំងធំៗរបស់សត្រូវនិងនាវាមុជទឹកខ្នាតតូចសមត្ថភាពដាក់មីននិងការប្រើប្រាស់នាវាមុជទឹកខ្នាតតូចដែលពិបាករកឃើញក្នុងទឹកដែលមានជម្រៅរាក់នៃឈូងសមុទ្រពាក់ទី5ប្រព័ន្ធការពារអាកាសដើម្បីការពារខ្លួនពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកឬអ៊ីស្រាអែលអ៊ីរ៉ង់បានវិនិយោគយ៉ាងខ្លាំងលើប្រព័ន្ធការពារអាកាសផលិតក្នុងស្រុកដូចជា Bava 373ត្រូវបានគេចាត់ទុកថាជាគូប្រជែងរបស់ប្រព័ន្ធ S300 ឬ S400 របស់រុស្ស៊ីដែលអាចស្ទាក់ចាំជនហោះចម្បាំងលបចូលនិងមីស៊ីលគ្រូសក្នុងចម្ងាយឆ្ងាយនិង Khordad 15ប្រព័ន្ធមីស៊ីលការពារអាកាសដែលអាចតាមដាននិងកំទេចគោលដៅច្រើនក្នុងពេលតែមួយទី6សង្គ្រាម Cyber និងសង្គ្រាមអេឡិចត្រូនិកក្នុងពេលបច្ចុប្បន្នអ៊ីរ៉ង់បានពង្រឹងសមត្ថភាព Digital យ៉ាងខ្លាំងអ៊ីរ៉ង់មានកងទ័ព Cyber ដែលមានសមត្ថភាពវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សត្រូវដូចជាបណ្ដាញអគ្គិសនីឬធនាគារនិងចំពោះសមត្ថភាពក្នុងការបង្កើតសញ្ញា GPS និងការគ្រប់គ្រង drone របស់សត្រូវដោយដែលពួកគេធ្លាប់ចាប់យក drone RQ-107 របស់អាមេរិកកាលពីមុនជារួមយោធាអ៊ីរ៉ង់ក្នុងពេលបច្ចុប្បន្នមិនមែនជាកងទ័ពដែលមានជនហោះចម្បាំងទំនើបបំផុតដោយលោកខាងលិចទេប៉ុន្តែពួកគេមានអាវុធឆ្លាតវៃនិងយុទ្ធសាស្ត្រច្នៃប្រឌិតដែលអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សត្រូវសមត្ថភាពផលិតអាវុធដោយខ្លួនឯងគឺជាចំណុចខ្លាំងបំផុតដែលធ្វើឲ្យអ៊ីរ៉ង់អាចឈរជើងបានបើទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងណាក៏ដោយ